ប្រវត្តិសាស្ត្រនិងអត្ថប្រយោជន៍ម៉ាស៊ីនដេរពីកំណើតដំបូងដល់ឧស្សាហកម្មអស្ចារ្យសម័យថ្មីសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូនេះដែលយើងនឹងនាំអ្នកទៅស្គាល់ពីរឿងរ៉ាវដ៏ទាក់ទាញនៃម៉ាស៊ីនដេរឧបករណ៍តូចមួយដែលបានផ្លាស់ប្ដូរពិភពនានាពិតពេលដែលបងយើងភ្ជាប់ជើងម៉ាស៊ីនដាក់បញ្ចូលទាញខ្សែមិនគិតទេថាក្រោយម៉ាស៊ីនតូចមួយនេះមានប្រវត្តិសាស្ត្រនិងបច្ចេកវិទ្យាដ៏ធំមួយកំពុងស្ថិតនៅពីក្រោយរឿងរ៉ាវនេះចាប់ផ្ដើមតាំងពីជាង270ឆ្នាំមុន1កំណើតដំបូងនៃម៉ាស៊ីនដេរម៉ាស៊ីនដេរដំបូងត្រូវបានបង្កើតឡើងក្នុងឆ្នាំ1755ដោយអ្នកប្រឌិតបារាំងឈ្មោះ Charles Frederick Wiesenthal ប៉ុន្តែម៉ាស៊ីនដែលធ្វើឲ្យពិភពលោករំភើបពិតត្រូវបានបង្កើតឡើងក្នុងឆ្នាំ1790ដោយ Thomason ប្រទេសអង់គ្លេសនេះជាចំណុចសំខាន់ក្នុងប្រវត្តិសាស្ត្រពេលដែលការដេរដែលធ្លាប់ប្រើដៃជាច្រើនម៉ោងធ្លាក់ចូលទៅក្នុងពិភពម៉ាស៊ីននិងល្បឿនក្រោយពីនោះនៅសតវត្សទី15ម៉ាស៊ីនដេរបានក្លាយជាឧបករណ៍សំខាន់ក្នុងរោងចក្រខោអាវកាបូបកំឡោះក្រមុំបានរកស៊ីដេរបានលឿននិងមានស្នាមស្អាតជាងមុន2ការអភិវឌ្ឍម៉ាស៊ីនដេរពីផ្ទះរហូតដល់ឧស្សាហកម្មតើយ៉ាងដូចម្តេចដែលម៉ាស៊ីនតូចមួយអាចលូតលាស់ឡើងដល់ឧស្សាហកម្មដ៏ធំម៉ាស៊ីនដេរផ្ទះ Household Sewing Machine ប្រើក្តីស្រឡាញ់ការដេរស្នាដៃលឿនមធ្យមម្ជុលមួយម្ជុលសម្រាប់ក្រណាត់ទាបដូចជា Cotton Chiffon សំពះខ្មែរបែបស្រាលសមស្របសម្រាប់ការដេរបន្តិចបន្តួចម៉ាស៊ីនដេរឧស្សាហកម្ម Industrial Sewing Machine សម្រាប់រោងចក្រនិងការងារច្រើនប្រើម៉ូទ័រខ្លាំងមានល្បឿនខ្ពស់ម្ជុលច្រើនមួយ15ម្ជុលអាស្រ័យលើប្រភេទទេបានលើក្រណាត់រឹងដូចជា Jean, Canvas, Leather ស្នាមដេររលូនភាពតឹងល្អនិងមិនងាយរួចខ្សែម៉ាស៊ីនឧស្សាហកម្មត្រូវបានចាប់ផ្ដើមប្រើយ៉ាងខ្លាំងនៅចន្លោះឆ្នាំ1850-1900នៅពេលនោះឧស្សាហកម្មសម្លៀកបំពាក់កំពុងរីកចម្រើនហើយត្រូវការម៉ាស៊ីនល្បឿនខ្លាំងជាងមុនបច្ចុប្បន្ននេះម៉ាស៊ីនដេរអាចចាប់ពីម៉ូទ័រអគ្គិសនីធម្មតាដល់ម៉ូទ័រ Servo ស្ងាត់ស្មុគស្មាញដែលសន្សំថាមពលនិងដេរខ្លាំងបំផុត3ប្រភេទម៉ាស៊ីនដេរដែលមានច្រើនប្រើសព្វថ្ងៃយើងអាចបែងចែកម៉ាស៊ីនដេរទៅជា8ប្រភេទសំខាន់ Lock Stitch ម៉ាស៊ីនដេរសាមញ្ញ1ម្ជុល Overlock Interlock ដេរកន្ទេល2 5ម្ជុល Cover Stitch ដេរបាតអាវ1 3ម្ជុលEmbroidery Machine ដេរលំនាំ1 15ម្ជុល Heavy Duty ដេរលើយាននិងស្បែក Zigzag Machine ដេរលំនាំ Zigzag Button Sewing Machine ដេរប៊ូតុង Bar Chuck Machine ពង្រឹងស្នាមដេរនេះជាមូលហេតុដែលរោងចក្រត្រូវការម៉ាស៊ីនមួយប្រភេទសម្រាប់ការងារមួយច្រើនបំផុតគេប្រើក្នុងការផលិតខោអាវអាវយឺតញ៉ាំក្រមាកាបូបនិងគ្រឿងសម្លៀកបំពាក់គ្រប់ប្រភេទ4ចំនួនម្ជុលនិងមុខងារចំនួនម្ជុលគឺជាសញ្ញាសំខាន់បង្ហាញពីសមត្ថភាពរបស់ម៉ាស៊ីន1ម្ជុលសម្រាប់ការដេរទូទៅ2 5ម្ជុលសម្រាប់ Overlock Interlock 5 15ម្ជុលសម្រាប់ដេរលំនាំបែបឧស្សាហកម្មម្ជុលច្រើនស្នាមស្អាតល្បឿនលឿននិងការងារមានគុណភាពខ្ពស់5ហេតុអ្វីជាម៉ាស៊ីនដេរមានតម្លៃសំខាន់កាត់បន្ថយពេលធ្វើការដេរដោយដៃបង្កើតស្នាមដេរមានស្តង់ដារបង្កើតឱកាសការងារជាច្រើនជួយឧស្សាហកម្មម៉ូដបើគ្មានម៉ាស៊ីនដេរពិភពសម្លៀកបំពាក់ថ្ងៃនេះនឹងមិនមានដូចបច្ចុប្បន្នឡើយ5ស្នេហ៍និងតម្លៃពិតរបស់ម៉ាស៊ីនដេរស្ដាប់មើលម៉ាស៊ីនដេរមិនមែនត្រឹមតែជាគ្រឿងដេរខោអាវវាជាអ្នកជួយមនុស្សរាប់លានអ្នករកចំណូលជួយស្ត្រីជាច្រើនបង្កើតអាជីវកម្មតូចក្នុងផ្ទះជួយរោងចក្រចេញផលរាប់សែនសន្លឹកក្នុងមួយថ្ងៃវាជាគ្រឿងដែលមានស្នេហាស្នេហាដល់ការខិតខំស្នេហាដល់ជីវភាពស្នេហាដល់ការអភិវឌ្ឍស្នេហាដល់ការបង្កើតអនាគតថ្មីពីម៉ាស៊ីនបង្វិលដោយដៃទៅម៉ាស៊ីនជើងច្រានទៅ clutch motor
ទៅ servo motor មនុស្សមិនធ្លាប់ឈប់អភិវឌ្ឍផលិតផលតូចមួយបានបង្កើតអត្ថន័យខ្លាំងយ៉ាងច្រើនសម្រាប់ពិភពលោក7ពីសន្និដ្ឋានសម្រាប់អ្នកស្ដាប់ថ្ងៃនេះយើងបានដំណើរកម្សាន្តតាមប្រវត្តិរបស់ម៉ាស៊ីនដេរចាប់ពីប្រទេសបារាំងទៅសហរដ្ឋអាមេរិកទៅអាល្លឺម៉ង់រហូតដល់ជប៉ុនហើយឥឡូវនេះមានរោងចក្រផលិតនៅច្រើនតំបន់គ្រប់កោះភពម៉ាស៊ីនតូចមួយនេះបានធ្វើឲ្យការងារដេរក្លាយជាឲ្យងាយឲ្យលឿនឲ្យមានអត្តសម្បត្តិនិងឲ្យមនុស្សមានជីវភាពប្រសើរឡើងរៀងរាល់ថ្ងៃកំណាព្យគូផ្លូវជីវិតអ្នកដេរនៅក្នុងបន្ទប់តូចមួយដែលពន្លឺថ្ងៃរះឆ្លុះតាមបង្អួចចាស់មានសំឡេងម៉ាស៊ីនដេរមួយធ្វើចង្វាក់ដូចចង្វាក់បេះដូងមនុស្សរស់អ្នកដេរម្នាក់អង្គុយស្ងៀមកាន់សូត្រដោយដៃស្លាបព្រាវបេះដូងគាត់គឺមិនធ្វើត្រឹមការរស់តែធ្វើតាមចិត្តសំណើចសិល្បៈក្នុងខ្លួនរាល់ពេលដែលម្ជុលចាក់ចូលទៅលើក្រណាត់គាត់ដូចកំពុងសរសេររឿងរ៉ាវថ្មីលើខ្សែជីវិតមិនមែនត្រឹមបង្កើតខោអាវទេតែបង្កើតក្តីសង្ឃឹមសម្រាប់មនុស្សដែលនឹងពាក់វាជាមួយនឹងមុខញឹមគាត់ដេរដោយការអត់ធ្មត់ដូចអ្នកចម្រៀងបូកសំឡេងគាត់វាស់ឆ្អឹងក្រណាត់ដូចអ្នកសិល្បៈវាស់ពន្លឺមួយសាច់ក្រណាត់190សង្មត់គាត់អាចបំលែងវាជាផ្កាមួយចម្រៀងសូត្រកាច់បត់គាត់អាចធ្វើវាឲ្យក្លាយជាអាវស្រស់ស្អាតជីវិតអ្នកដេរមិនមែនមានតែថ្ងៃភ្លឺទេមានថ្ងៃដែលម្ជុលបាក់សូត្រជ្រួញនិងក្រណាត់ក្លាយជាពិបាកប៉ុន្តែក្នុងរាល់ការខូចឬការច្រឡំដែលកើតឡើងគាត់រៀនបន្តដេរឡើងវិញដូចជាអស់អារម្មណ៍បើកចិត្តម្ដងទៀតមនុស្សជាច្រើនឃើញតែជើងម៉ាស៊ីនកំពុងរត់តែពួកគេមិនឮសំឡេងចិត្តដែលដេរតាមរាល់ខ្សែសូត្រគាត់ដេរនៅពេលយប់ដើម្បីធ្វើឲ្យការប្រាថ្នាមនុស្សផ្សេងប្រាកដគាត់ដេរនៅពេលព្រឹកដើម្បីរកអំពូលភ្លើងនៅក្នុងថ្ងៃលំបាករបស់គាត់ឯងអ្នកដេរម្នាក់អាចមិនមានឈ្មោះល្បីលើឆាកប៉ុន្តែគាត់នៅក្នុងរាល់ឈុតអាវដែលអ្នកដើរឆ្លងកាត់រាល់ថ្ងៃគាត់នៅក្នុងរូបភាពអាពាហ៍ពិពាហ៍នៅក្នុងពេលធ្វើការងារនៅក្នុងពេលមានទឹកភ្នែកនិងនៅក្នុងពេលសប្បាយរីករាយរបស់មនុស្សគ្រប់គ្នារាល់ការដេរមួយខ្សែគឺជាការផ្សារភ្ជាប់ចិត្តមនុស្សរាល់កម្រាស់សូត្រដែលត្រូវជ្រើសរើសគាត់គិតដល់ការលួងលោមដល់ភាពងាយស្រួលដល់មនុស្សណាម្នាក់ដែលមិនសូវស្គាល់គាត់ទេប៉ុន្តែពឹងផ្អែកលើស្នាដៃរបស់គាត់ពេលខ្លះគាត់ក៏លងគិតដែរថាអាជីពនេះមើលទៅសាមញ្ញពេកមែនទេប៉ុន្តែពេលគាត់ទៅសម្លេងសប្បាយរបស់អតិថិជនឃើញមនុស្សម្នាក់ពាក់អាវដែលគាត់ដេរឡើងដោយចិត្តទោះគាត់ឈឺចាប់ឬហត់នឿយប៉ុណ្ណាក៏ដោយគាត់ដេររត់ទៅដេរដល់ចិត្តមិនអាចបោះបង់បាននោះហើយជាផ្លូវជីវិតអ្នកដេរផ្លូវដែលរឹងមាំក្នុងភាពស្ងៀមស្ងាត់ស្រស់ស្អាតក្នុងភាពធម្មតាមានតម្លៃក្នុងរាល់ឆាកតូចតែមនុស្សជាច្រើនមិនបានឮឬមិនបានឃើញកាលណាខ្សែសូត្រមួយត្រូវកាត់ចេញគាត់ដាក់មួយថ្មីដាក់ចូលជំនួសដូចជាជីវិតដែលតែងតែបើកទុកបើកអបបរមាហើយគាត់រៀនតែមួយយ៉ាងមិនធ្លាប់ឈប់អភិវឌ្ឍមិនធ្លាប់ឈប់បង្កើតមិនធ្លាប់ឈប់ដេរអនាគតរបស់ខ្លួនឡើយអរគុណច្រើនសម្រាប់ការតាមដាននិងស្ដាប់រឿងរ៉ាវអំពីកស្នេហារបស់ម៉ាស៊ីនដេរជាមួយនេះវីដេអូនេះមិនមែនគ្រាន់តែជាការពណ៌នាពីម៉ាស៊ីនទេប៉ុន្តែវាជាការចែករំលែកអំពីជីវិតការខិតខំព្រមទាំងក្តីស្រឡាញ់ដែលមនុស្សបានបន្សល់ទុកក្នុងការបង្កើតបច្ចេកវិទ្យាតូចមួយនេះបើគ្មានអ្នកស្ដាប់បើគ្មានអ្នកតាមដានរឿងរ៉ាវស្អាតទាំងនេះនឹងពុំអាចឈានដល់មនុស្សជាច្រើនបានឡើយដូច្នេះអរគុណសម្រាប់ការចុចចូលមើលអរគុណសម្រាប់ការចុច Subscribe ហើយអរគុណសម្រាប់ពេលវេលាដ៏មានតម្លៃរបស់អ្នករាល់គ្នាសង្ឃឹមថាវីដេអូនេះនឹងផ្ដល់ចំណេះដឹងផ្ដល់កម្លាំងចិត្តនិងចងចាំថាគ្រឿងតូចមួយអាចផ្លាស់ប្ដូរជីវិតមនុស្សរាប់លាននាក់បានសូមស្រឡាញ់គ្នាហើយជួបគ្នាវីដេអូក្រោយ